ក្រមួយគឺក្រកើតមកជាមនុស្សសត្វលោកស្រីប្រងរស់ក្នុងលោកកាកុសលវិបាកជាផលទេណាមនុស្សឬទេវតាក្រក្រៃបានកើតក្រពីរគឺក្រសមាទិដ្ឋិសត្វលោកច្រើនធ្លាក់ដោយសារក្រនេះទុកទោសជាច្រើនស្អិតជាប់កិលេសមិច្ឆាទិដ្ឋិគឺជារឿងកុលក្រទី3គឺក្រដល់ក្រៃក្រាំងក្រនឹងបានត្រាំងជាព្រះសម្ពុទ្ធជាសព្វញ្ញូតញាណជាសព្វញ្ញូពុទ្ធវិសេសថ្លៃផុតលឹងលើលោកីរីក្រទី4ជួននឹងទី3ក្រជួបព្រះចិនស្រីជាព្រះពុទ្ធក្រនេះសែនក្រជាទីបំផុតព្រោះព្រះសម្ពុទ្ធមិនងាយត្រាស់ដឹងក្រទី5ចាំឲ្យប្រកបច្បាស់ក្រជុំធัวនឹងលោកម្ចាំងថ្លៃក្រនេះជាក្រមិនងាយរកឡើយបានជួបព្រះធម៌ហើយត្រូវរូតរាំងក្រទី6គឺក្រយ៉ាងអន្លង់ក្រជួបព្រះសង្ឃជាព្រះសាវកលោកជាត្រែបុណ្យដ៏ត្រជាក់ថែមទាំងជាអ្នកលើកទំសាសនាក្រទី7គឺក្រយ៉ាងអនេកក្រមានសង្វេក្នុងសង្សារវដ្តក្រនេះព្រុងតែគ្មានចិត្តអំណត់រៀនធម៌ស្ដាប់កត់ឲ្យបានយល់ដឹង
ក្រទី8មានន័យខ្លាំងណាស់ញាតិញោមចាំងនៅផ្ទាំងពីងចាជីវភាពរុងនៅដំរើយ៉ាងណាបើមានបញ្ញានោះហើយជាធម៌ក្រទី9គឺក្រមានកំណើតក្រនឹងបានកើតជាព្រះរាជាអំពើជាពូជនៅក្នុងផលធាព្រោះអីកម្មវិជាអ្នកវិចិត្រក្រទី10គឺជាក្រពិតក្រជួបបណ្ឌិតជាអ្នកមានបុណ្យមកប្រងទេសនាមហាទីគុណបុណ្យនោះច្រើនណាស់ព្រះគុណម្ចាស់ថ្លៃក្រទី11ក្រសែនអានន្ទក្របានដឹងគុណមេត្តាបិតាក្រនេះច្រើនធ្លាក់មានទុកខ្លោចសាព្រោះបុត្រធីតាមិនដឹងគុណព្រះក្រទី12ក្រដអភ័ព្វក្រមាំងក្រទ្រព្យក្រជាប់ទាយាទព្រះរតនត្រ័យព្រះមានព្រះភ័ក្ត្រហើយបានជាអ្នករក្សាមរតកក្រទី13ក្រនៃសែនក្រាំងក្រជុបប្រទាំងព្រះបច្ចេកពុទ្ធក្របានថ្វាយទានមានប្រយោជន៍ខ្ពស់ស្រែនោះព្រុសទៅត្រូវពិតកើតផលក្រដល់ទី4ក្រដល់មហិមាក្រមានសទ្ធីក្នុងពុទ្ធសាសនាធ្វើបុណ្យដាក់ទានតាមព្រះសាស្តាមញ្ញអ្នកចេតនាដោយការគោរពក្រទី15ក្រកម្រមានក៏សល់ថ្នាក់ទានថ្នាក់សិលមេត្តា
ចម្រើនសត្វតេងវិបាសនានៅគ្រប់អរិយាបទទាំង4សូមអនុមោទនា